យើងឡងអត់ដូចពីខាងនោះសំណួរនៅក្នុងនេះបើស៊ីនេះសំណួរមួយហ្នឹងអត់ធ្លាប់ចេញប្រឡងទេអ្នកនេះហើយក៏អាចនឹងចេញប្រឡងនៅក្នុងឆ្នាំណាមួយដែរព្រោះសំណួរនេះមើលទៅគួរចាប់អារម្មណ៍ណាតោះគេសួរគេអាចសួរនៅរបស់គេថាចូលរៀបរាប់អំពីបន្ទុក4វគ្គរបស់ម៉ាស៊ីនសាស្ត្រណាអូខេអញ្ចឹងនៅពេលដែលអ្នកនរអស់គ្នារៀនរាប់យើងដែរថានៅក្នុងម៉ាស៊ីនសាស្ត្របន្ទុករបស់វាមាន4វគ្គគឺវគ្គទី1វគ្គខ្លៅវគ្គស្រូបវគ្គទី2វគ្គបំណែកវគ្គទី3វគ្គបន្ទុកនិងបន្ទូហើយទី4គឺវគ្គបញ្ចេញអញ្ចឹងយើងមើលរូបទៅយើងសម័យមកបិទនៃស្រមៃមកអ្នកនរអស់គ្នាយើងឃើញអំពីរូបភាពដែលយើងមើលទៅលើថាគេនេះអាចារ្យណាទី1គឺគេហៅថាវគ្គស្រូបមិនដឹងទេកាលណាវគ្គស្រូបមានន័យថាស៊ូប៉ាក្នុងបែបទទួលនៅលបាយចំណាយសាខ្យល់ពីស្តុកតាក់ទីចុងក្រោយវគ្គទី2គឺវគ្គបំណែកស៊ូប៉ាស្រូបបាត់ទៅវិញពីស្តុកតាក់ទីឡើងទៅលើដើម្បីបំណែកលបាយចំណាយសាខ្យល់ដែលទទួលបានណាកាលណាវាបំណែកទៅអ្នកគ្នាឃើញថាខ្យល់នោះវាផ្លែពណ៌ដោយសារអីដោយសារតែខ្យល់នោះវាខ្លាំងជាងនៅពេលដែលយើងបំណែកវាបាទណាបាទវគ្គទី3គេហៅថាវគ្គបន្ទុកនិងបន្ទូមិនដឹងទេវគ្គទី3វគ្គបន្ទុកនិងបន្ទូគូស៊ីបញ្ចេញការទើធ្វើឲ្យឆែកលបាយចំណាយសាខ្យល់ពីស្តុកតាក់ទីចុងក្រោយដោយសារអីដោយសារតែបញ្ចេញគូស៊ីបញ្ចេញការទើបន្តិចមកឲ្យអាខ្យល់ហើយបំណែកមួយនោះគឺវាមានសភាពក្តៅអញ្ចឹងមានន័យថាខ្យល់ក្តៅក៏ប៉ះជាមួយដែរការភ្លើងបន្តិចហ្នឹងធ្វើឲ្យវាឆាប់ឲ្យធាក់ពីស្តុកតាក់ទីចុងក្រោយចូលដល់វគ្គទី4គឺវគ្គឯនេះអត់នេះវគ្គបញ្ចេញស៊ូបានបញ្ចេញមកណាពីស្តុកតាក់ទីឡើងទៅលើវិលលបាយចំណាយសាំខ្យល់តែឆ្លៃរួចអាកាសសំណល់ហ្នឹងណាចេញទៅក្រៅបរិយាកាសណាអានេះទៅគឺគេហៅថាជាបន្ទុក4វគ្គរបស់ម៉ាស៊ីនណា